ជំរាបសួរពុកម៉ែបងប្អូនជាថ្មីម្ដងទៀតខ្ញុំបាទសកលថ្ងៃនេះយើងជួបគ្នាទៀតហើយនៅក្នុងការធ្វើភ្លេងចឹងថ្ងៃនេះខ្ញុំនឹងលើកតាក់ទងពីចំណុចសំខាន់មុនពេលដែលបងប្អូនចូលទៅរៀននៅក្នុង Cubase ហើយខ្ញុំនឹងប្រាប់ technique មួយចំនួនដែលបងប្អូនគួរតែធ្វើសម្រាប់អ្នកហ៊ានដំបូងអញ្ចឹងណាបាទខ្ញុំភ្លេងណែនាំខ្លួនឯងខ្ញុំបាទសកលហើយខ្ញុំជា producer mixing mastering composer និយាយទៅឲ្យតាក់ទងធ្វើភ្លេងគឺខ្ញុំធ្វើទាំងអស់ហើយបទពិសោធន៍ខ្ញុំប្រហែលជា12ទៅ13ឆ្នាំហើយតាក់ទងជាមួយនឹង software ក៏ខ្ញុំធ្វើដែរមិនថា OS មិនថា Windows បងប្អូនត្រូវការ plugin អីបងប្អូនអាចតាក់ទងមកខ្ញុំបានឬក៏បងប្អូនចង់រៀនជាមួយនឹងខ្ញុំក៏បងប្អូនអាចតាក់ទងជាមួយនឹងខ្ញុំបានដែរនៅក្នុង link នេះអូខេឥឡូវនេះយើងកុំឲ្យវែងឆ្ងាយយូរពួកយើងនឹងចូលនៅក្នុងការរៀនរបស់យើងអូខេបាទអ្នកទាំងអស់គ្នាដំបូងគឺយើងបើក Cubase មកទីមួយខ្ញុំប្រាប់តាក់ទងពីរបៀប save អញ្ចឹងពេលដែលយើងបើក Cubase មកវាមានតារាងបែបនេះអញ្ចឹងឲ្យតាក់ទងជាមួយអាហ្នឹងយើង save ត្រូវចាំទីតាំងថាយើងដាក់នៅកន្លែងណាអញ្ចឹងណាព្រោះដោយសារបើសិនយើង save ខុសទៅនាំឲ្យយើងពិបាកហៅហើយអត់ដឹងថារបៀប save ថាវាដើររបៀបមិនអីរបៀបមិនអញ្ចឹងណាអញ្ចឹងទីមួយយើងយកពាក្យថា use default location ហើយតាក់ទងជាមួយនឹងអានេះគ្រាន់តែជា preset ដែលគេដាក់ឲ្យស្រាប់ដើម្បីឲ្យយើងចូលទៅ track ដែលយើងវាមានអញ្ចឹងណាចុះអូខេទី1គឺយើងចុចលើ use default location នេះហើយបន្ទាប់មកយើងចុចលើអានេះបែបនេះអានេះយើងដាក់ណាក៏ដោយសំខាន់ឲ្យតែបងប្អូនដឹងថាទីតាំងហ្នឹងគឺវានៅកន្លែងណាអញ្ចឹងណាអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំដាក់ folder នេះមួយគឺដាក់ថា record អូខេតោះមកខ្ញុំដាក់ select folder បែបនេះអាកន្លែង project folder នេះគឺតាក់ទងជាមួយនឹង project ដែលយើងដាក់ឈ្មោះបែរថាយើងដាក់album អីចឹង album ទី1 album ទី2ឬក៏អីអាហ្នឹងតើបងប្អូនគិតថាចំណាំចឹងខ្ញុំដាក់ថា project 1ចឹងយកពី create កន្លែងនេះមកចឹងវាមានលោតផ្ទាំងបែបនេះបន្ទាប់ពីយើងលោតផ្ទាំងបែបនេះមកយើងយកពី cell ឬក៏យើងចុច control S ក៏បានយើងចុច cell ចឹងមកអានេះដល់វគ្គកន្លែងនេះគឺបងប្អូនអត់មានចុចទៅដៅទៅកន្លែងណាអីកន្លែងណាទៀតទេព្រោះវា direct ជាមួយនឹង project យើងស្រាប់ហើយចឹងកន្លែងនេះគ្រាន់តែយើងវាយឈ្មោះ project មកបានហើយបើសិនជាកន្លែងហ្នឹង cell ខុសឬក៏ដាក់ទីតាំងកន្លែងណាមួយវាអាចនឹងធ្វើឲ្យយើងបាត់ project កន្លែងហ្នឹងនេះចឹងខ្ញុំដាក់អីគេបត់ set ឬក៏បត់អីចឹងទៅខ្ញុំដាក់ set ចឹងទៅឲ្យខ្ញុំចំណាំអីចឹងចឹងតបមកខ្ញុំចុចពាក្យ cell ហើយពេលដែលយើងឧទាហរណ៍ថាឥឡូវយើងបង្កើត track ចោលមួយចង់ដឹងថាវា cell អត់អូខេចឹងកន្លែងនេះយើងឧទាហរណ៍ថាយើងបង្កើត instrument ចោលចឹងណាហើយយើងចុច control S ឬក៏បងប្អូនចុចកន្លែង cell នេះក៏បានចឹងយើងពេលដែលយើងដាក់ចឹងយើងចង់ដឹងថាវា cell ឬក៏យើងដឹងទីតាំងនៅកន្លែងណាអត់យើងចូលមើលកន្លែងដែលយើងទុក project ថាយើងទុកនៅណាចឹងណាចឹងមិញនេះខ្ញុំដាក់នៅលើ record ចឹងយើងចូលពាក្យ record ហ្នឹងមក project 1ហើយបន្ទាប់មក project ឈ្មោះយើងអូខេចឹងយើងបើកបាននៅចូលក្នុង project យើងហើយចឹងកន្លែងនេះសំខាន់បំផុតត្រូវតែរៀន cell ឲ្យច្បាស់សិនពេលដែលបងប្អូនចូលទៅរៀន Cubase ចុះអូខេឥឡូវនេះយើងចូលបានមកដល់ project យើងហើយចឹងនេះ project ដែលយើង